ចូលរួមទៅលើវាតាដែលយើងសម្រាប់នេះដាក់ទឹកញ៉ាំមកវាអត់មានប្លាស្ទិកទេតែអានេះយើងចូលរួមកាត់ឲ្យការប្រើប្រាស់ប្លាស្ទិកហ្នឹងអញ្ចឹងបើយើងមានបោកទឹកនៅមួយយើងអាចកាត់បន្ថយការទិញទឹកសុទ្ធដល់ទឹកសុទ្ធ2 ទៅ 3 ដងក្នុងមួយថ្ងៃចូលរួមក្នុងការបំពុលខ្យល់